គោលបំណងនៃការធ្វើវិសោធនកម្មលើកទី5នេះគឺដើម្បីធានាឲ្យស្ថាប័នជាតិពិសេសស្ថាប័នរដ្ឋសភាស្ថាប័នព្រឹទ្ធសភានិងស្ថាប័នរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូនគ្មានការជាប់គាំងនិងប្រកបដោយនិរន្តរភាពជាពិសេសការដោះស្រាយនៅឧបសគ្គខាងនយោបាយដែលតែងតែនាំឲ្យមានភាពជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាលនៅដើមនីតិកាលនីមួយៗបន្ទាប់ពីការបោះឆ្នោតរួចហើយការធ្វើវិសោធនកម្មនេះក៏ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងរបបសភានិយមនៅក្នុងបណ្ដាប្រទេសនានាក្នុងសកលលោកផងដែរវិសោធនកម្មលើកទី5នេះគឺថាយើងដឹងគ្រប់គ្នាជាវិសោធនកម្មមួយដែលបានដកចេញនៅឧបសគ្គជាតិដ៏ធំដែលយើងជាប្រជាពលរដ្ឋខ្មែរធ្វើជាសាក្សីនៅក្នុងរឿងនេះគឺថាក្រោយការបោះឆ្នោតនីមួយៗតែងមានភាពជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាលដោយសារតែរដ្ឋធម្មនុញ្ញយើងតម្រូវថាការបង្កើតរាជរដ្ឋាភិបាលត្រូវការសម្លេង2/3នៃចំនួនសមាជិករដ្ឋសភាទាំងមូលអញ្ចឹងនៅរាល់ពេលដែលមានការបង្កើតរដ្ឋាភិបាលកាលណាអត់មានសម្លេង2/3ទេគឺសារភាពជាប់គាំងហើយជាប់គាំងអញ្ចឹងយើងឃើញថាការជាប់គាំងនេះតើវាបានប្រយោជន៍អ្វីសម្រាប់ដល់សង្គមជាតិរបស់យើងតើវាបានបម្រើដល់ប្រយោជន៍របស់ប្រជាជនទេចម្លើយថាអត់បានទេចឹងទីបំផុតវិសោធនកម្មលើកទី5នេះគឺបានទម្លាយនៅឧបសគ្គដ៏ធំនេះហើយការបង្កើតរាជរដ្ឋាភិបាលការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាព្រឹទ្ធសភាការអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភាព្រឹទ្ធសភាគឺត្រូវការសម្លេងត្រឹមតែ50%/1